ជំរាបសួរទូរទស្សនិកជនជាទីមេត្រីសូមស្វាគមន៍មកកាន់នីតិទីផ្សារការងារនិងមុខរបរនាថ្ងៃនេះនីតិទីផ្សារការងារនិងមុខរបររបស់ទីភ្នាក់ងារជាតិមុខរបរនិងការងារនៃគណៈកម្មាធិការជាតិបណ្ដុំបណ្ដាសូមនាំមកជូននៅមាតិកាព័ត៌មានសំខាន់ៗដូចតទៅ1បទយកាស្ដីអំពីសន្ទុះនៃការកើនឡើងរបស់វិនិយោគទុនជប៉ុននៅកម្ពុជា2ព័ត៌មានជ្រើសរើសបុគ្គលិកសំខាន់ៗនៅក្នុងប្រទេសនាសប្តាហ៍នេះជាកិច្ចបន្តទៅទៀតនេះសូមអញ្ជើញទូរទស្សនិកជនតាមដានទស្សនាកម្មវិធីរបស់យើងខ្ញុំដូចតទៅវិស័យឯកជនត្រូវបានចាត់ទុកថាជាក្បាលរថភ្លើងនៃកំណើនដោយបានចែងក្នុងយុទ្ធសាស្ត្រចតុកោណដើម្បីកំណើនការងារសមត្ថភាពនិងប្រសិទ្ធភាពដំណាក់កាលទី2របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឆ្លៀសវៃនិងប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្រោមគោលនយោបាយសង្គមសេដ្ឋកិច្ចដ៏ត្រឹមត្រូវនេះជាមួយនឹងការកែតម្រង់ស៊ីជម្រៅគ្រប់វិស័យបរិយាកាសវិនិយោគនៅកម្ពុជាត្រូវបានកែលម្អគួរឲ្យកត់សម្គាល់ជាពិសេសការបង្កើតឲ្យមានវេទិការាជរដ្ឋាភិបាលវិស័យឯកជនបានបើកទូលាយឲ្យមានការពិភាក្សាផ្លាស់ប្ដូរយោបល់រវាងរាជរដ្ឋាភិបាលនិងផ្នែកឯកជនដើម្បីដោះស្រាយបញ្ហាប្រឈមនានាក្នុងការអភិវឌ្ឍវិស័យឯកជននិងសង្គមសេដ្ឋកិច្ចនៅកម្ពុជាកត្តានេះនាំឲ្យមានការកើនឡើងនៅទំនុកចិត្តរបស់វិនិយោគិនទាំងក្នុងនិងក្រៅប្រទេសក្នុងការដាក់ទុនវិនិយោគលើគ្រប់វិស័យនៅកម្ពុជាបន្ថែមលើនេះដើម្បីជំរុញដំណើរការនិងសម្រេចនៅយុទ្ធសាស្ត្រខាងលើនេះរាជរដ្ឋាភិបាលបានបង្កើតនិងដាក់ឲ្យដំណើរការនៅតំបន់សេដ្ឋកិច្ចពិសេសជាច្រើនកន្លែងដែលស្ថិតនៅក្នុងរាជធានីភ្នំពេញនិងតាមបណ្ដាខេត្តក្រុងដែលមានសកម្មភាពសេដ្ឋកិច្ចខ្លាំងក្លាក្នុងព្រះរាជាណាចក្រកម្ពុជាតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នេះបានកំពុងផ្ដល់នូវលក្ខខណ្ឌល្អប្រសើរសម្រាប់ការវិនិយោគដោយស្ថិតនៅតាមទីតាំងដែលមានលក្ខណៈអំណោយផលនិងហេដ្ឋារចនាសម្ព័ន្ធល្អគ្រប់គ្រាន់ជាក់ស្ដែងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញតែមួយកំពុងស្រូបទាញនៅវិនិយោគទុននិងក្រុមហ៊ុនបរទេសជាច្រើនដែលមានសក្តានុពលពីបណ្ដាប្រទេសជាច្រើននៅក្នុងតំបន់លើសកលលោកក្នុងអំឡុងពេល2ឬ3ឆ្នាំកន្លងមកនេះវិនិយោគទុនដោយផ្ទាល់ពីប្រទេសជប៉ុនបានកំពុងនាំមកនៅក្រុមហ៊ុនជាច្រើនឲ្យមកធ្វើធុរកិច្ចនិងវិនិយោគលើវិស័យឧស្សាហកម្មសំខាន់ៗមួយចំនួនដូចជាផ្នែកអេឡិចត្រូនិក មេកានិក ការផ្គុំដំឡើងបរិក្ខារអគ្គិសនីការផលិតសម្លៀកបំពាក់និងស្បែកជើងការផលិតឧបករណ៍ពីក្រដាសការកែច្នៃម្ហូបអាហារដឹកជញ្ជូនសន្តិសុខបោះពុម្ពធនាគារនិងផ្នែកសេវាកម្មជាដើមជាពិសេសដើម្បីសម្រួលដល់កិច្ចដំណើរការធុរកិច្ចរបស់ខ្លួនឲ្យមានសភាពល្អប្រសើរក្រុមហ៊ុនទាំងអស់នោះបានចងក្រងជាសមាគមធុរកិច្ចជប៉ុននៅកម្ពុជាដែលមានសមាជិកសរុបរហូតចំនួន94ក្រុមហ៊ុនIn Cambodia from 2010 នៅប្រទេសកម្ពុជាចាប់ពីឆ្នាំ2010កន្លងមកចំនួននៃក្រុមហ៊ុននិងវិនិយោគទុនជប៉ុនបានកំពុងកើនឡើងយ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់ថាក្នុងអំឡុងពេល2ឆ្នាំកន្លងមកនេះចំនួននៃក្រុមហ៊ុននិងអ្នកវិនិយោគទុនជប៉ុនដែលចូលរួមជាសមាជិកក្នុងសមាគមធុរកិច្ចជប៉ុននៅកម្ពុជាបានកើនចំនួនទ្វេដងចាប់ពី50រហូតដល់94ក្រុមហ៊ុនយើងដឹងហើយថាបណ្ដាប្រទេសនៅអាស៊ីនិងសមាគមអាស៊ានមួយចំនួនដូចជាចិនថៃនិងវៀតណាមកំពុងមានបញ្ហាប្រឈមនៅក្នុងវិស័យឧស្សាហកម្មនិងផលិតកម្មអាស្រ័យដោយកម្រិតប្រាក់បៀវត្សបានកើនខ្ពស់ស្របពេលដែលពួកគេកំពុងជួបប្រទះនៅបញ្ហាកង្វះកម្លាំងពលកម្មព្រមទាំងបញ្ហាដែលបង្កដោយគ្រោះមហន្តរាយធម្មជាតិជាដើមកត្តាទាំងនេះបានលើកទឹកចិត្តនិងជំរុញឲ្យវិនិយោគទុនជប៉ុនជាច្រើនចាប់ផ្ដើមសម្លឹងរកឱកាសវិនិយោគនៅប្រទេសផ្សេងៗទៀតដែលក្នុងស្ថានភាពនេះកម្ពុជាបានក្លាយជាប្រទេសមានសក្តានុពលនិងជម្រើសដ៏ល្អប្រសើរបំផុតសម្រាប់វិនិយោគទុនជប៉ុនទាំងអស់តាមរយៈការវិនិយោគនិងសកម្មភាពធុរកិច្ចរបស់ក្រុមហ៊ុនទាំងអស់នេះបានចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចឲ្យមានការរីកលូតលាស់ព្រមទាំងផ្ដល់នូវការងារជាច្រើនប្រភេទនិងក្នុងបរិមាណសន្ធឹកសន្ធាប់ដល់យុវជននិងកម្លាំងពលកម្មទាំងអស់ដើម្បីឲ្យពួកគេមានឱកាសបង្កើនប្រាក់ចំណូលសម្រាប់លើកស្ទួយជីវភាពគ្រួសារនិងចាកផុតពីភាពក្រីក្រទៀតផងជាក់ស្ដែងនៅក្នុងចន្លោះឆ្នាំ2010-2011កន្លងទៅនេះការវិនិយោគរបស់ជប៉ុននៅកម្ពុជាបានកើនឡើងពី35លានទៅ75លានដុល្លារហើយបានផ្ដល់នូវឱកាសការងាររហូតដល់33,000កន្លែងធ្វើនៅរោងចក្រ Physical ហើយខ្ញុំធ្វើការរយៈពេល2ឆ្នាំហើយខ្ញុំមានតួនាទីជាកាពីតែន
ជាប្រធានក្រុមដូចថាដើរមើលនៅក្នុងក្រុមសេកូហ្នឹងនៅក្នុងឡានទី4នេះគឺខ្ញុំអ្នកមើលខ្ញុំមានអារម្មណ៍ថាខ្ញុំធ្វើរយៈកាល2ឆ្នាំកន្លងទៅហ្នឹងខ្ញុំមានការដូចថាមានចិត្តធ្វើការនៅនឹងរហូតហ្មងព្រោះក្រុមហ៊ុននេះផ្ដល់ការទុកចិត្តឲ្យខ្ញុំហើយទី1ទៀតគឺមានហូបគ្រប់គ្រាន់ហើយមានទឹកអនាម័យហើយនឹងការងារនេះក៏វាមិនធ្ងន់ធ្ងរដែរសមរម្យនឹងសមត្ថភាពរបស់យើងដែលធ្វើការរាល់ថ្ងៃម្យ៉ាងវិញទៀតការហូរចូលនៃវិនិយោគទុនទាំងអស់នេះក៏អនុញ្ញាតឲ្យមានចលនាកម្មនៃជំនាញចំណេះដឹងនិងការស្រូបយកនៅបច្ចេកវិទ្យាថ្មីៗសម្រាប់កសាងនិងអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជាកត្តានេះនឹងផ្ដល់នូវអត្ថប្រយោជន៍ដ៏ច្រើនសម្រាប់កម្លាំងពលកម្មទាំងអស់ក្នុងការទទួលបាននូវការអភិវឌ្ឍសមត្ថភាពទាំងផ្នែកជំនាញបច្ចេកទេសនិងជំនាញទុនព្រមទាំងជំនាញជាច្រើនប្រភេទផ្សេងទៀតដែលទទួលបានពីការបំពេញការងារ In PPSEZ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញមានបុគ្គលិកកម្មករនិយោជិតប្រមាណ 6,000 នាក់កំពុងបម្រើការនៅក្នុងក្រុមហ៊ុនជប៉ុនផ្សេងៗខ្ញុំគិតថាចំនួនសរុបរបស់អ្នកដែលបម្រើការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានប្រមាណ 10,000 នាក់ជាទូទៅចំពោះផ្នែកកម្មន្តសាលមានតម្រូវការជាពិសេសចំពោះបុគ្គលិកកម្មករដែលមានជំនាញផ្នែកបច្ចេកទេសនិងវិស្វកម្មប៉ុន្តែអ្នកវិនិយោគទុនក៏មានការយោគយល់ផងដែរថាកម្ពុជាជាប្រទេសថ្មីថ្មោងសម្រាប់ការវិនិយោគដូច្នេះទំនងជាមិនមានចំនួនអ្នកបច្ចេកទេសវិស្វករនិងបទពិសោធន៍គ្រប់គ្រាន់នោះទេហេតុនេះក្រុមហ៊ុនបានដាក់ចេញនូវគោលការណ៍បណ្ដុះបណ្ដាលនិងបំពេញជំនាញបច្ចេកទេសរយៈពេលខ្លីសម្រាប់បុគ្គលិកនិងកម្មករនិយោជិតបង្គោលឧទាហរណ៍ក្រុមហ៊ុនផ្នែកកម្មន្តសាលបានបញ្ជូនបុគ្គលិកខ្លះទៅបណ្ដុះបណ្ដាលនៅតាមក្រុមហ៊ុនឬសហគ្រាសរបស់ខ្លួនដែលមានស្រាប់នៅតាមបណ្ដាប្រទេសជិតខាងដូចជាចិនជប៉ុននិងថៃជាដើមលើសពីនេះវត្តមាននៃវិនិយោគទុនជប៉ុននិងតម្រូវការកម្លាំងពលកម្មសម្រាប់ទីផ្សារការងារក៏បង្ហាញផងដែរអំពីតម្រូវការកម្រិតជំនាញនិងឯកទេសដែលត្រូវការសម្រាប់បំពេញការងារពីផ្នែកនយោជកព្រមទាំងជំរុញឲ្យមានការត្រៀមខ្លួនរបស់យុវជនសិស្សនិស្សិតព្រមទាំងកម្លាំងពលកម្មទាំងអស់ដើម្បីបំពេញជំនាញនិងសិក្សាមុខវិជ្ជាឯកទេសផ្សេងៗដែលមានសក្តានុពលសម្រាប់ឱកាសទទួលបានការងារសមរម្យក្នុងពេលបច្ចុប្បន្ននិងអនាគតConcerning the trend that manufacturing ការរីកចម្រើននិងការហូរចូលនៃវិស័យឧស្សាហកម្មនិងកម្មន្តសាលពីប្រទេសជប៉ុនកំពុងមានតម្រូវការជាពិសេសនៅជំនាញវិស្វកម្មនិងវិទ្យាសាស្ត្រផ្ទុយទៅវិញខ្ញុំក៏កត់សម្គាល់ឃើញថាសិស្សនិស្សិតនិងយុវជនខ្មែរភាគច្រើនចូលចិត្តសិក្សាលើជំនាញគណនេយ្យច្បាប់រដ្ឋបាលការគ្រប់គ្រងជំនួយនិងធនាគារដើម្បីធ្វើឲ្យប្រទេសមួយមានឧស្សាហកម្មរឹងមាំនិងរីកចម្រើនគេត្រូវការចាំបាច់នៅជំនាញផ្នែកបច្ចេកទេសវិស្វកម្មនិងវិទ្យាសាស្ត្រដូច្នេះយើងសង្ឃឹមថាយុវជនខ្មែរជំនាន់ថ្មីនឹងផ្ដោតការចាប់អារម្មណ៍សិក្សាលើមុខជំនាញបច្ចេកទេសនិងវិទ្យាសាស្ត្រឲ្យបានច្រើនជាពំខានដើម្បីការកសាងអនាគតនិងអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាកន្លងមកដើម្បីជួយសម្រួលដល់ដំណើរការធុរកិច្ចនៃក្រុមហ៊ុននិងវិនិយោគិនជប៉ុនទាំងអស់នេះទីភ្នាក់ងារជាតិមុខរបរនឹងការងារបានខិតខំជ្រោមជ្រែងនិងសម្រួលដល់ការផ្គត់ផ្គង់កម្លាំងពលកម្មតាមរយៈយន្តការដ៏មានប្រសិទ្ធភាពមួយចំនួនដូចជាការចុះឈ្មោះអ្នកស្វែងរកការងារធ្វើការរៀបចំទិវាជ្រើសរើសកម្លាំងពលកម្មនៅតាមមូលដ្ឋានពិព័រណ៍ការងារថ្នាក់ជាតិការផ្គូផ្គងនិងបញ្ជូនកម្លាំងពលកម្មជាច្រើនពាន់នាក់ទៅកាន់ក្រុមហ៊ុនដែលជាដៃគូសហការទាំងអស់ជាលទ្ធផលរហូតមកដល់ពេលនេះទីភ្នាក់ងារជាតិមុខរបរនឹងការងារបានធ្វើការជ្រើសរើសនិងបញ្ជូនបុគ្គលិកកម្លាំងពលកម្មគ្រប់ប្រភេទប្រមាណ 3,000 នាក់ទៅកាន់ក្រុមហ៊ុននិងវិនិយោគទុនបរទេសសំខាន់ៗដូចជាក្រុមហ៊ុន Midea Cambodia, Tiger Wing និង Chowan Saikan ជាដើមគួរបញ្ជាក់ថាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិនិយោគទុនពីបរទេសនិងអភិវឌ្ឍវិស័យការងារកំពុងផ្ដល់នូវទំនុកចិត្តនិងប្រសិទ្ធភាពដើម្បីបង្កលក្ខណៈឲ្យកិច្ចវិនិយោគប្រព្រឹត្តទៅដោយរលូនទទួលបានកម្លាំងពលកម្មគ្រប់គ្រាន់តាមតម្រូវការទទួលបានការងារធ្វើបង្កើនប្រាក់ចំណូលក្នុងជីវភាពគ្រួសារជាពិសេសឈានទៅកាត់បន្ថយភាពក្រីក្រនិងជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ
ជាកិច្ចបន្តនាងខ្ញុំសូមជម្រាបជូនព័ត៌មានជ្រើសរើសបុគ្គលិករបស់ក្រុមហ៊ុននិងរោងចក្រនៅក្នុងប្រទេសនាសប្តាហ៍នេះសេចក្តីជូនដំណឹងយោងតាមលិខិតលេខ003ចុះថ្ងៃទី28ខែមីនាឆ្នាំ2012របស់គណៈកម្មាធិការជាតិបណ្ដុះបណ្ដាលដែលផ្ញើជូនគ្រប់អភិបាលនៃគណៈអភិបាលរាជធានីខេត្តស្ដីអំពីការផ្សព្វផ្សាយព័ត៌មាននិងការជ្រើសរើសកម្លាំងពលកម្មនៅតាមមូលដ្ឋាននៅក្នុងរាជធានីខេត្តនិងការប្រមូលស្ថិតិស្ដីអំពីប្រជាពលរដ្ឋអាយុពី18ដល់64ឆ្នាំនៅគ្រប់ភូមិទូទាំងរាជធានីខេត្តដែលមានបំណងស្វែងរកការងារធ្វើទីភ្នាក់ងារជាតិមុខរបរនិងការងារមានកិត្តិយសសូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ដែលកំពុងស្វែងរកការងារសូមអញ្ជើញទៅធ្វើការទំនាក់ទំនងនិងចុះឈ្មោះជាមួយអាជ្ញាធរឃុំសង្កាត់ដែលខ្លួនកំពុងស្នាក់នៅដើម្បីឲ្យក្រុមការងារនៃទីភ្នាក់ងារជាតិមុខរបរនិងការងារជួយផ្ដល់សេវាស្វែងរកការងារធ្វើនិងព័ត៌មានទីផ្សារការងារឲ្យបានចំគោលដៅនិងបានសមស្របតាមមុខជំនាញសម្រាប់ព័ត៌មានបន្ថែមសូមធ្វើការទំនាក់ទំនងមកកាន់ទីភ្នាក់ងារជាតិមុខរបរនិងការងារតាមរយៈលេខទូរស័ព្ទ016 78 66 55ឬទំនាក់ទំនងទៅអាជ្ញាធរឃុំសង្កាត់ដែលលោកអ្នកកំពុងស្នាក់នៅសូមអរគុណដំណឹងជ្រើសរើសបុគ្គលិកក្រុមហ៊ុន O&M Cambodia Co Ltd ជាក្រុមហ៊ុនផលិតកាបូបដៃកាបូបសម្រាប់ដាក់នាមប័ណ្ណនិងផលិតផលផ្សេងៗទៀតធ្វើអំពីស្បែកត្រូវការជ្រើសរើសកម្មការិនីជាច្រើនអ្នកលក្ខខណ្ឌនៃការជ្រើសរើសកម្មការិនីត្រូវមានអាយុចាប់ពី18ដល់30ឆ្នាំក្រុមហ៊ុននឹងផ្ដល់ជូននៅប្រាក់ខែគោល$61ប្រាក់ថែទាំសុខភាព$5ប្រាក់ធ្វើការទៀងទាត់$10កន្លែងធ្វើការបំពាក់ដោយម៉ាស៊ីនត្រជាក់បរិយាកាសការងារល្អប្រកបដោយផាសុកភាពមានកន្លែងស្នាក់នៅដែលឥតគិតថ្លៃមានរថយន្តដឹកជញ្ជូនទៅមកបើបេក្ខនារីមានចំណាប់អារម្មណ៍ចំពោះការងារខាងលើសូមទំនាក់ទំនងមកកាន់ទីភ្នាក់ងារជាតិមុខរបរនិងការងារតាមរយៈលេខទូរស័ព្ទ016 78 66 55ក្រុមហ៊ុនសុវត្ថិ Cambo Group ត្រូវការជ្រើសរើសបុគ្គលិកទាំងពីរភេទជាច្រើនអ្នកលក្ខខណ្ឌនៃការជ្រើសរើសបេក្ខជនបេក្ខនារីត្រូវមានអាយុចាប់ពី18ដល់30ឆ្នាំបេក្ខជនបេក្ខនារីត្រូវមានកម្ពស់ចាប់ពី1.60 ម៉ែត្រឡើងទៅមានសុខភាពល្អនិងកាយសម្បទារឹងមាំក្រុមហ៊ុននឹងផ្ដល់ជូននៅប្រាក់ខែ$110សម្រាប់សន្តិសុខចូលដំបូងនិង$120សម្រាប់ប្រធានក្រុមផ្ដល់ជូនការស្នាក់នៅដោយឥតគិតថ្លៃមានធានារ៉ាប់រងគ្រោះថ្នាក់ការងារផ្ដល់ជូនសម្លៀកបំពាក់មួកស្បែកជើងដោយឥតគិតថ្លៃបើបេក្ខនារីមានចំណាប់អារម្មណ៍ចំពោះការងារខាងលើសូមទំនាក់ទំនងមកកាន់ទីភ្នាក់ងារជាតិមុខរបរនិងការងារតាមរយៈលេខទូរស័ព្ទ016 78 66 55លើពីនេះនៅក្នុងសប្តាហ៍នេះទីភ្នាក់ងារជាតិមុខរបរនិងការងារបានប្រមូលនិងផ្សព្វផ្សាយនៅព័ត៌មានជ្រើសរើសបុគ្គលិកប្រមាណជា 12,000 កន្លែងបន្ថែមទៀតអាស្រ័យហេតុនេះប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលការងារដែលស្ថិតនៅរាជធានីភ្នំពេញទូរស័ព្ទលេខ016 78 66 55ខេត្តសៀមរាបទូរស័ព្ទលេខ016 53 66 55ខេត្តបាត់ដំបងទូរស័ព្ទលេខ016 92 66 55ខេត្តកំពតទូរស័ព្ទលេខ016 50 66 55ខេត្តស្វាយរៀងទូរស័ព្ទលេខ016 64 66 55ឬចូលមើលគេហទំព័រដែលមានអាសយដ្ឋានwww.nea.gov.kh សូមជម្រាបជូនដំណឹងដល់ទូរទស្សនិកជនផងដែរថាកម្មវិធីរបស់យើងខ្ញុំក៏មានចាក់ផ្សាយឡើងវិញនៅលើគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរនិងការងារនិងតាមរយៈគេហទំព័ររបស់អង្គភាពព័ត៌មាននិងព្រឹត្តិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី www.pressocm.gov.kh ផងដែរនាងខ្ញុំសូមថ្លែងអំណរគុណចំពោះការតាមដានទស្សនារបស់លោកអ្នកនីតិទីផ្សារការងារនិងមុខរបរនៃគណៈកម្មាធិការជាតិបណ្ដុះបណ្ដាលនឹងវិលមកជួបទូរទស្សនិកជននៅសប្តាហ៍ក្រោយតាមពេលវេលានិងម៉ោងដដែលសម្រាប់ថ្ងៃនេះសូមអរគុណសូមគោរពលាមិនតូចចិត្តទេដូចគេណាមានត្រូវឲ្យអត់ខំរៀនគឺមានតម្លៃមិនតូចចិត្តទេ